chữ số lục cũ ngày đi chân cho một can basic command tp đại chữ tập 4 គឺយើងបានវាយទៅលើ sudo apt update ដែលយើង update វាហើយបន្ទាប់មកគឺយើង install 3ហើយបន្ទាប់មកនៅក្នុងនោះគឺខ្ញុំបានវាយ command សម្រាប់បង្កើតគឺ mkdir ទៅលើ sv1 ជាអក្សរធំអក្សរទូចមួយហើយនៅក្នុងនោះគឺខ្ញុំបានបង្កើតនៅក្នុងfolder sv1 ដែលបង្កើត category នៅក្នុងនេះគឺ sv1 ហើយបានបង្កើតទៅលើ folder teacher ដែលមានពី1ដល់10អញ្ចឹងដោយសារខ្ញុំបង្កើត category វាហើយដែលយើងវាយទៅលើ command mkdir teacher 11រហូតពី1ដល់10ហ្នឹងអញ្ចឹងបន្ទាប់ពីយើងសេឃើញឥឡូវយើងធ្វើការលុបវាវិញគឺយើងវាយ dir តមក teacher 11ពី1ដល់10ចឹងនៅក្នុង folder sv1 គឺវាអត់មានទៀតទេអញ្ចឹងបន្ទាប់ពីខ្ញុំបាន delete វាហើយចឹងខ្ញុំធ្វើការ add ទៅលើ folder ថ្មីមួយទៀតទៅលើ GPG3 យក ctic /teacher/student យើងយកចាប់ពី A ដល់ F អញ្ចឹងកន្លែងនេះដោយសារតែ error មិញដោយសារតែនៅក្នុង command លើ mkdir ហ្នឹងដែលនៅក្នុងជួរនេះគឺយើងទៅសេះ ctic អក្សរធំនេះអញ្ចឹងទៅសើដំបូងវាអត់ចេញឥឡូវនេះគឺវាចេញហើយដែលជា category ដំបូងគឺ ctic teacher ហើយ student វាមានពី A ដល់ F អញ្ចឹងដោយសារមុននឹងយើងធ្វើការ add ទៅលើ folder teacher ដំបូងហើយវាមានតែ category add ទៅលើ folder ctic យើងមានតែមួយទេអញ្ចឹងហើយបន្ទាប់មកយើងបានធ្វើការលុបវាហើយយើង add ទៅលើ ctic ទៅដែរប៉ុន្តែមាន category teacher ហើយ student អញ្ចឹងចូលមកដល់ជាបន្ទាប់នេះគឺយើងធ្វើការលុបវាចោលវិញប៉ុន្តែមុនហ្នឹងគឺយើងធ្វើការវា comment dir ដែល comment នេះគឺយើងលុបបានតែមួយជួរទេឬមួយក៏មួយ folder ទូទៅទេចឹងដើម្បីលុបបានម្ដងទាំងអស់គឺយើងវាយ comment មួយទៀត om.rf ហើយយើងវាយទៅលើ ctic យើងវាយ ls អញ្ចឹងនៅក្នុង comment om.rf នេះយើងបានធ្វើការលុបទៅលើ folder ctic រួចហើយអញ្ចឹងនៅក្នុង sv1 អក្សរធំនេះគឺវាអត់មានតន័យទៀតទេចឹងបន្ទាប់ពីយើងបាយ comment មួយហើយយើងធ្វើការ add ម្ដងទៀតតែ add នេះគឺយើងមាន sub folder នៅខាងក្នុងមួយតំទៀតឥឡូវយើងសាកវាយសិនយើងវាយទៅលើ folder ctic ទៅដែរ slash ទៅគេយើងផt1 t2 t3 បិទវិញបន្ទាប់មកសាក folder ខាងក្នុងគឺ st ចាប់ពី1 13អញ្ចឹងយើងឃើញថានៅក្នុងនេះគឺវាបាន load មកហើយដែលមាន ctic T1 T2 T3 ដែលនៅក្នុង T1 T2 T3 នេះគឺមាន st ពី1ដល់3ដែលយើងបានកំណត់វាមុននឹងហើយអញ្ចឹងបន្ទាប់ពីយើង
បាន add view អីយើងធ្វើការលុបវាចោលវិញម្ដងទៀតប៉ុន្តែការលុបនេះយើងអត់លុបទៅទាំងអស់ទេគឺយើងលុបទុកតែ folder មួយចំនួនដែលយើងគិតថាយើងចង់ទុកដូចឧទាហរណ៍ថាខ្ញុំចង់លុបទៅលើ folder T1 ហើយ T2 ហើយនិង T3 អញ្ចឹងនៅក្នុងនេះគឺយើង slash ហើយយើងយក sub folder ដែលមាន T2 និង T3ចឹងមុនហ្នឹងគឺ comment ដែលយើងវាយខុសគឺកន្លែង T2 T3 គឺយើងផឹកក្បៀសយើងអត់ផុសចុចទេអញ្ចឹងកន្លែងនេះគឺខ្ញុំបាន delete វារួចហើយអញ្ចឹងបន្ទាប់មកយើងបង្កើតមួយទៀតគឺ type student .exe អញ្ចឹងកន្លែងនេះគឺវា load បានមកហើយថា folder static យើងគឺបានមានទៅលើ student exe អញ្ចឹងបន្ទាប់ពីនឹងមកគឺយើងធ្វើការ add ទៅលើ folder បន្ថែមហើយមាន type static slash ទៅលើមុខកញ្ចក់យើងមកមុខកញ្ចក់ទៅលើ csap.cs ហើយដោយសារតែវានៅក្នុងការបង្កើត folder គឺដាច់ខាតពីយើងធ្វើ perl ក្បៀសវាអត់បើចុចទេមាន js.ja ធ្វើការវាយវាជាអក្សរទូចវិញ csap អូខេ ja តើមើលវាយ in .php តើមើល node.js node.js វាមួយ text.txt text.txt អញ្ចឹងបន្ទាប់ពីយើងបានវាយវារួចអីហើយវាក៏បានឃើញ load ចូលដែរថា csap in.js ហើយជាមួយនឹង type ផ្សេងៗនេះគឺវាបាន load ចូលរួចអីអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេ